ក្តីស្រមៃคล้ายជាអ្នកមានជាកំពុងឡងលក់ក្នុងដំណែកដ៏ផ្អែមល្ហែមលើកំទេលចាស់ប្រចាំជីវិតរបស់គាត់នៅក្នុងសពិននោះគាត់មិនមែនជាអ្នកភូមិក្រីក្រដែលរត់តែងងុយដេកនោះទៀតទេតែជាស្ដេចទ្រព្យសម្បត្តិដែលកំពុងងូតទឹកក្នុងស្រះមាសហើយដេកនៅលើពូកធ្វើពីពេជ្ររាល់ពេលគាត់ដកដង្ហើមគឺក្លិនលុយដុល្លារថ្មីហើយរាល់ពេលគាត់ក្អកគឺក្អកចេញមាសដុំភាពសម្បូរបែបបានរុំព័ទ្ធគាត់ជុំវិញរហូតគាត់ភ្លេចថាគាត់មានបំណុលទិញទឹកត្រីកន្លះលីត្រជាក្រោកឡើងដល់ពេលស៊ីបាយជាមួយសម្លអំពិលទុំហើយសំលេងម្ដាយរបស់ជាលាន់លឺដោយរន្ទះបាញ់ធ្វើឲ្យសុពិនមាសរលាយបាត់ទៅជាភ្ញាក់ឡើងទាំងស្រវាំងភ្នែកឃើញពីដានស្លឹកត្នោតចាស់ហើយធំក្លិនអំបិលប្រៃគាត់ដកដង្ហើមធំរួចរអ៊ូត្រាំតែម្ដាយថាហេតុអីបានជាសុពិនអុសចាយ៉ាងនេះត្រូវមកបះនឹងតាពិតដ៏ជួយចត់ទៅវិញមាសទៅណាអស់ហើយពេលកំពុងអង្គុយស៊ីបាយជាមួយសម្លអំពិលទុំប្រចាំថ្ងៃជាបានលឺពូផាដែលជាអ្នកភូមិជិតខាងកំពុងនិយាយរឿងចម្លែកឡែកអញដឹងទេនៅក្បែរភ្នំក្រហមគេថាមានអាថ្មចំណាស់ម្នាក់អាចប្រែថ្មទៅជាមាសបានបើអ្នកណាហ៊ានយកសម្ពុតក្បាលពូរបស់ប្រពន្ធទៅផ្លាស់ប្ដូរពូផាខ្សឹបប្រាប់មិត្តភ័ក្តិទាំងភ្នែកភ្លឹបភ្លែតជាលឺភ្លាមក៏ងាកស្វ័យគិតភ្លាមសម្ពុតក្បាលពួកគាត់គិតទាំងបារម្ភប៉ុន្តែរូបភាពស្រះមាសក្នុងសពិនបានជំរុញទឹកចិត្តគាត់ឲ្យបន្តម្ដាយកូនទៅលេងផ្ទះពូផាហើយជាស្រ័យប្រាប់ម្ដាយទាំងដៃប្រមូលសម្ភារៈតិចតួចមានតែក្រមាមួយនិងស្លាបព្រាមួយមិនដឹងយកទៅធ្វើអីនៅក្នុងថង់យាមចាស់គាត់មិនភ្លេចលួចមើលសម្ពុតក្បាលពោះដែលម្ដាយភៀវហាលនោះទេប្រហែលជាយើងអាចនិយាយជាមួយអាប់ធ្មប់នោះលលក់បានគាត់លួងលោមខ្លួនឯងទាំងដឹងថាកំពុងតែលួងចិត្តខ្លួនឯងជឿចេញដំណើរទៅកាន់ភ្នំក្រហមទាំងថ្ងៃរៀបលិចផ្លូវលំដែលពោពេញដោយធូលីដីបានធ្វើឲ្យគាត់ក្អកហឿតទៅហឿតគាត់ប្រឹងដើរទៅមុខតែនៅពាក់កណ្ដាលផ្លូវគាត់ជួបជាមួយហ្វូងគោមួយហ្វូងដែលកំពុងស្ទាក់ផ្លូវគោមួយក្បាលបានងើយមុខមើលគាត់ហាក់ដូចជាសើចចំអកជឿត្រូវចំណាយពេល7កន្លះម៉ោងដើម្បីបញ្ចុះពន្ធគោនោះឲ្យរើសចេញពីផ្លូវសូម្បីតែគោក៏ដឹងថាខ្ញុំកំពុងតែលំបាកដែរគាត់រអ៊ូទីបំផុតជាក៏មកដល់ខ្ទមតូចមួយនៅក្បែរជឿនភ្នំក្រហមខ្ទមនោះមើលទៅស្ទើរតែរលំទៅហើយតែមានក្លិនធូបឈ្ងុយឆ្ងាញ់ទ្វាររបើកបន្តិចឃើញស្រីចំណាស់ម្នាក់អង្គុយលើកន្ទេលភ្នែកសម្លឹងមើលកូនក្រំរំលើទូរទស្សន៍ពណ៌សខ្មៅខ្ញុំឮថាអាចជួយមនុស្សឲ្យខ្លាយជាអ្នកមានបានមែនទេសួរទាំងអៀនស្រីចំណាស់នោះងាកមកមើលជាទាំងញញឹមចៅឯងចង់ខ្លាយជាអ្នកមានមែនទេងាយណាស់ចៅគ្រាន់តែយកស្លឹកត្នោត10000សន្លឹកមកហាលថ្ងៃហើយរៀបជាគំនរខ្ពស់ដូចធ្ងឹមរួចប្រគល់ឲ្យខ្ញុំនឹងសូត្រមន្តប្រែក្លាយស្លឹកត្នោតទាំងនោះឲ្យទៅជាប្រាក់$10000ជាលឺភ្លាមក៏ភ្នែកភ្លឺផ្លេកស្លឹកត្នោតងាយមែនតើហេតុអីខ្ញុំមិនបានគិតដល់ជាបានវិលត្រឡប់មកភូមិវិញទាំងរំភើបគាត់បានចាប់ផ្ដើមបេះស្លឹកត្នោតតាំងពីព្រឹកព្រលឹមរហូតដល់ថ្ងៃលិចគាត់គិតថាវាជារឿងងាយស្រួលតែនៅពេលគាត់ប្រមូលបានតែប្រហែល100សន្លឹកម្រាមដៃរបស់គាត់ក៏ចាប់ផ្ដើមឡើងពងហើយខ្នងរបស់គាត់ក៏ឈឺចាប់ដោយត្រូវគេវាយ10000សន្លឹកតើខ្ញុំត្រូវបេះស្លឹកត្នោតរហូតដល់ចាស់ស្លាប់មែនទេគាត់ដួលត្រហើយយំក្រោមដើមត្នោតទាំងកំណរស្លឹកត្នោតតូចមួយនៅក្បែរ